បងប្អូនទាំងអស់គ្នាអើយឥឡូវស្ងាត់ហើយនេះត្រាក់ទ័រក៏នៅនឹងផ្ទះម៉ាស៊ីនក៏នៅផ្ទះឥឡូវម៉ាស៊ីនយើងចាប់ផ្ដើមរៀបចំហើយព្រោះខែនេះឥឡូវខែនេះខែ10ហើយទី10ខែ10ហើយយើងចាប់ផ្ដើមរៀបចំចាំចូលស្រោវវស្សាហើយបងប្អូនហើយរៀបចំនឹងចង្វាក់ពងកនឹងយើងមើលដោះដូរថ្មីព្រោះវាសឹកហើយព្រោះយើងរៀបចំហើយត្រាក់អត់បានចាញ់ទៅណាដែរបងប្អូនអើយព្រោះខែនេះដូចដឹងស្រាប់ហើយត្រាក់ទ័រនៅនេះអត់សូវបានធ្វើស្រោបប្រាំងអត់សូវបានໄວទេបានធ្វើតែស្រោបភាសាស្រោបអីខ្ញុំមើលតាក់ទងជាមួយនឹងខែច្រូតរួចខែ2ខែ3អីខ្ញុំមើលធ្វើវីដេអូព្យួរត្រាក់ទ័រឲ្យបងប្អូនមើលទាំងអស់គ្នាទៀតហ្នឹងហើយបងប្អូនបាទសម្រាប់បងប្អូនដែលមានដូចជាគ្រឿងចាក់អីផ្សេងគឺជាបទពិសោធន៍របស់ខ្ញុំកន្លងមកគឺថាគឺនៅពេលដែលយើងប្រើប្រាស់ក៏ដូចជាគ្រឿងម៉ាស៊ីនច្រូតអីផ្សេងប៉ះសិនបើយើងអត់សូវចេះតាក់ទងជាមួយនឹងការធ្វើក៏ដូចជាជួសជុលខ្លួនឯងនោះទេគឺថាវាធ្វើឲ្យយើងចំណាយច្រើនព្រោះថាតាក់ទងជាមួយនឹងគ្រឿងចាក់ឬក៏គ្រឿងដែលចូលស្រោហ្នឹងនៅពេលដែលយើងធ្វើខូចអីផ្សេងហ្នឹងបើយើងទៅជាងវាចំណាយអស់ច្រើនមែនទេហើយជាក់ស្ដែងដូចម៉ាស៊ីនច្រូតរបស់ខ្ញុំនេះគឺខូចល្មមអីខ្ញុំអាចថាជួសជុលបានខ្លួនឯងហើយដូចជាពិសេសក៏ដូចជាម៉ាស៊ីនរបស់ខ្ញុំដែរហើយដោយសារថាបទពិសោធន៍ប្រើយូរឆ្នាំហើយដែរគឺយើងមានទាំងឧបករណ៍អីផ្សេងគឺគ្រប់ចំនួនគឺនៅពេលដែលវាខូចកន្លែងណាមួយអានឹងយើងអាចជួសជុលវាបានហើយយើងអាចកាត់បន្ថយចំណាយរបស់យើងបានមួយរយៈធំដែរព្រោះថាទាក់ទងជាមួយគ្រឿងចាក់បែបនេះគឺឧបករណ៍របស់វាគឺថ្លៃមែនទែនគឺវាថ្លៃតែមែនទែនសូម្បីតែគ្រឿងវាទៅតូចក៏វាថ្លៃដែរដូច្នេះហើយយើងតតែយើងអាសាមើលវាហើយអាសាសង្កេតមើលថានៅពេលដែលយើងច្រូតឬក៏មានឮសំឡេងអីតិចតួចអាហ្នឹងវាដឹងថាវាខូចហើយបើតាមធម្មតាពួករបស់ដែលយើងប្រើដូចមួយឆ្នាំឬក៏មួយរដូវពីររដូវអីភាគច្រើនគឺវាខូចដែរជាពិសេសគឺដែកពេលដែលយើងប្រើយូរទៅវាសឹករិចរិលអស់ហើយតោះតែយើងខូចចាប់ផ្ដើមពីចំណុចតូចបានយើងវាអត់សូវចំណាយច្រើនតែកាលណាដែលយើងចាំដល់វាខូចច្រើនអាហ្នឹងវាអស់ច្រើនតាមនឹងដែរហើយមួយទៀតបើយើងជាពិសេសយើងមើលទៅលើតកង់បើតកង់គាត់ប្រើរៀងថែរបស់ថែអីដែររបស់ដែលយើងឆ្លាញ់ដែរអាហ្នឹងវារបស់យើងក៏អាចថាបានយូរដែរចឹងណាហើយមួយទៀតតកតងជាមួយនឹងកន្លែងតនេះបងប្អូនកន្លែងនេះសិតតែចំណុចតូចដែលយើងត្រូវមើលហើយជាពិសេសគឺកន្លែងត្បាល់របស់វាកន្លែងបកកដៀបបកអីឲ្យវាស្លាស់យើងមើលតាមនឹងដែរកន្លែងជើងអើរែងគ្រប់ស្រោមើលថាវានៅមានដីមានអីយើងមើលវាតាមនឹងពេលរួមមករៀបចំយើងរៀបចំទាំងអស់មកស្អាតតែម្ដងពេលដែលយើងប្រើទៅគឺយើងចាក់តាមសុទ្ធច្រូតយកតែម្ដងព្រោះនៅពេលដែលយើងធ្វើរៀបចំឡើងគ្រឿងធំអស់ហើយដូចជើងក្រមលឡោអីផ្សេងស្វានអីត្បាល់បុកត្បាល់កិនអីអាហ្នឹងយើងមើលតាមនឹងជាក់ស្ដែងព្រោះរៀបចំមកស្អាត
កុំឲ្យវាមានដំណាក់កាលរបស់វាតែយើងទៅធ្វើវាអត់បានល្អក៏ពេលដែលយើងធ្វើគឺវាស្ទះតាមនឹងឯងហើយដូចគ្រឿងសម្ភារៈមួយចំនួនដែលយើងត្រូវធ្វើគឺយើងធ្វើខ្លួនឯងទាំងអស់នេះគឺជាការរៀបចំទុកនៅពេលដែលយើងដល់រដូវព្រោះតាកតងនៅខាងភូមិខ្ញុំណាគឺរដូវវស្សាគឺចាប់ផ្ដើមធ្វើតាកតងស្រូវការរំដួលគេហៅនៅនេះគេហៅមលីយើងរៀបចំទុកហើយនៅពេលដែលយើងចោះច្រូតទៅវាមិនសូវជាបញ្ហានៅពេលដែលយើងចោះច្រូតវាអត់សូវខូចសូវអីទៅព្រោះយើងច្រូតដំណើរការបានល្អបានលឿនហើយនៅនេះភាគច្រើនរដូវនេះគេធ្វើមលីហើយមលីម៉ាស៊ីនរបស់យើងក៏វាមិនសូវជាខូចច្រើនមែនដែរព្រោះយើងអត់សូវបានច្រូតច្រើនដូចនៅតាមខាងធ្វើស្រែប្រាំងស្រែអីព្រោះស្រែប្រាំងស្រែអីបើយើងនៅស្រុកផ្សារវាធ្វើមួយរដូវនិងស្រែប្រាំងគេ2រដូវទៅ3រដូវអាចទៅ3ដងមួយឆ្នាំ3ដងអីចឹងណាហើយម៉ាស៊ីនយើងបើយើងគិតពីរឿងរដូវអាហ្នឹងវាគឺមួយរដូវជាពិសេសគឺស្រូវវស្សារបស់យើងគឺតែមួយរដូវទេហើយមួយវិញទៀតបើយើងនិយាយធ្វើជាស្រូវប្រាំងយើងច្រូត3ដងអានឹងស្មើនឹង3រដូវអញ្ចឹងមួយឆ្នាំវាខុសគ្នាម៉ាស៊ីន3ដងច្រូតស្រូវប្រាំងហើយយើងស្រូវផ្សារច្រូតម្ដងអាហ្នឹងវាតាមនឹងដែរម៉ាស៊ីនហើយវាខូចក៏តាមនឹងដែរ